ក្រោមទឹកស្ងប់ស្ងាត់ត្រីកំពឹសកំពុងលាក់អាកំបាំងនៃការបង្កើតជីវិតក្រោមផ្ទៃទឹកដែលមើលទៅស្ងប់ស្ងាត់ត្រីកំពឹសតូចៗកំពុងលាក់អាកំបាំងដ៏អស្ចារ្យមួយនៃការបង្កើតជីវិតការវិវត្តជីវិតដ៏អច្ឆរិយៈនេះមិនបានចាប់ផ្ដើមពីការរឹងមាំទេប៉ុន្តែចាប់ផ្ដើមពីពេលដែលវាខ្សោយបំផុតនៅពេលឈានដល់វ័យបន្តពូជត្រីកំពឹសនឹងផ្លាស់ប្ដូរសម្បកវាសកសម្បកចាស់ចេញហើយក្នុងពេលដែលសម្បកថ្មីនៅទន់ៗនេះហើយគឺជាពេលវេលាមាសពេលវេលាប្រាក់សម្រាប់ការបន្តពូជត្រីកំពឹសញីនឹងបញ្ចេញអរម៉ូនទៅក្នុងចរន្តទឹកសារធាតុគីមីតូចៗនេះដូចជាមេដែកធម្មជាតិដែលឆក់ទាក់ទាញកំពឹសឈ្មោលដែលនៅជុំវិញឲ្យហែលតាមក្លិនមករកភ្លាមៗនៅពេលរកគោលដៅឃើញហើយត្រីកំពឹសឈ្មោលនឹងចូលទៅជិតយ៉ាងច្បាស់លាស់ហើយបញ្ចេញថង់មេជីវិតដែលមានសារធាតុស្អិតពិសេសភ្ជាប់នៅក្រោមពោះរបស់ត្រីកំពឹសញីវាកំពុងរងចាំពេលវេលាសំខាន់បំផុតបន្ទាប់មកត្រីកំពឹសញីនឹងបញ្ចេញពងពណ៌បៃតងប្រផេះរាប់រយគ្រាប់ពងទាំងនោះនឹងប៉ះជាមួយថង់មេជីវិតឈ្មោលហើយការបង្កកំណើតខាងក្រៅក៏ចាប់ផ្ដើមកកើតឡើងក្នុងរយៈពេលត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះតែបេសកកម្មរបស់មេកំពឹសគឺតែចាប់ផ្ដើមប៉ុណ្ណោះពងដែលបានបង្កកំណើតនឹងត្រូវប្រមូលទុកនៅលើជើងហែលទឹកដែលហៅថា Pleopod មេកំពឹសនឹងបន្តកម្រាស់ជើងរបស់វាដើម្បីបក់ទឹកឲ្យហូរឆ្លងកាត់ពងជានិច្ចចលនាតូចៗនេះមានតួនាទីសំខាន់ណាស់ផ្គត់ផ្គង់អុកស៊ីសែនដែលស្អាតការពារផ្សិតនិងមេរោគថែរក្សាកូនតូចៗនៅក្នុងពងក្រោយរយៈពេលត្រឹម1ទៅ3សប្តាហ៍ការរងចាំក៏ឈានមកដល់ទីបញ្ចប់កូនបង្គាតូចៗថ្លាដូចកញ្ចក់នឹងចាប់ផ្ដើមលោតចេញពីក្រោមពោះរបស់មេវាហើយចាប់ផ្ដើមធ្វើដំណើរផ្សងព្រេងថ្មីក្នុងពិភពក្រោមទឹកដ៏ធំល្វឹងល្វើយចាប់ពីការសកសម្បករហូតដល់ការអបពងរាប់រយនៅក្រោមពោះនេះគឺជាភាពអស្ចារ្យរបស់ធម្មជាតិដែលធ្វើឲ្យកំពឹសតូចៗនៅតែរស់រានជាគូជាមួយនឹងស្ទឹងទន្លេនិងស្រះទឹករបស់យើងបានជានិច្ច